កូនអត់ចង់ញ៉ាំបន្លែទេតែចង់បានអីបែបងាយស្រួលមកមានទាំងអស់គ្នាអាចសាកមនុស្សនេះជាមួយខ្ញុំបានពេលអូនចង់យកបបរជាពេលអូនអស់ចង់យកបបរទៀតហ៎បានឆ្ងាញ់ហីកូនឆ្ងាយមនុស្សមួយមុខនេះមកមានទាំងអស់គ្នាឆ្ងាញ់ខ្លាំងមែនតែនទូកូនដែលរៀងតលន់បបរក៏អាចដូរជាអង្គនេះក៏បានដែរមានភ្ញៀវខ្លះគាត់និយាយថាចាក់កូនគាត់អត់ញ៉ាំទេប៉ុន្តែគាត់តែដាក់អង្គនឹងចូលគឺកូនគាត់ព្រមញ៉ាំវិញដោយសារនៅក្នុងហ្នឹងគឺគេលាយចម្រោះជាមួយនឹងធញ្ញជាតិមានដូចជាប្រភេទគ្រាប់សណ្ដែកប្រភេទគ្រាប់អាល់ម៉ុនគ្រាប់ឈូករ័ត្នហើយនិងគ្រាប់ល្ពៅអញ្ចឹងហើយពេលដែលវាឆ្អិនវាបែកគ្រាប់ទៅធ្វើឲ្យបបររបស់យើងគឺកាន់តែឆ្ងាញ់អីដែលសំខាន់គឺឥឡូវគេមកបែបកំប៉ុងថ្មីអាប់ដេតកំប៉ុងកោះទៀតមើលទៅស្តង់ដារហ្មងមកមានទាំងអស់គ្នាហើយសម្រាប់កោះរបស់យើងមុននឹងយើងចម្អិនយើងត្រូវត្រាំហើយលាងវាឲ្យស្អាតសិនទើបយើងយកវាមកចម្អិនអញ្ចឹងពេលទឹកយើងពុះហើយយើងគ្រាន់តែចាក់កយើងចូលហើយបើកភ្លើងហឹមភ្លើងល្មមរយៈពេល20ទៅ25នាទីអញ្ចឹងអង្គយើងគឺរីកគ្រាប់ល្អហើយមកមានទាំងអស់គ្នាហើយសាច់អង្គយើងគឺឡើងទន់មានភ្ញៀវខ្លះមកមានទាំងអស់គ្នាកូនគាត់គឺឈប់ញ៉ាំបបរអីអញ្ចឹងខ្ញុំអត់តណែនាំគ្រឿងទេសអីច្រើនទេខ្ញុំគ្រាន់តែឲ្យគាត់សាដងអង្គភ្លាមគាត់ថាកូនគាត់ញ៉ាំបានច្រើនមែនតើដោយសារអីពេលដែលគ្រាប់ឈូករ័ត្នគ្រាប់ល្ពៅរបស់យើងពេលដែលយើងយកទៅកិនលាជាមួយបបរហ្នឹងទៅវាធ្វើឲ្យបបរយើងកាន់តែមានឱជារសមនុស្សរបស់យើងថ្ងៃនេះធ្វើលឿនខ្លាំងដោយសារយើងប្រើជាប្រភេទម្សៅបន្លែសម្រាប់កូនមកមានទាំងអស់គ្នាដែលតលន់បន្លែអត់សូវចូលចិត្តញ៉ាំបន្លែជាទូទៅយើងតែងតែដាក់បន្លែទៅក្នុងអាហាររបស់កូនបារម្ភខ្លាចថាកូនក្តៀនប៉ុន្តែពេលដាក់បន្លែច្រើនមុខពេកកូនអត់ញ៉ាំមកមានទាំងអស់គ្នាអាចសាកជាមួយម្សៅបន្លែនេះបានដោយសារអីវាសម្បូរ fiber វាសម្បូរវីតាមីនហើយជួយដល់ប្រព័ន្ធរំលាយអាហាររបស់អូនផងដែរហើយក្លិនវាអត់កពុលទេមកមានទាំងអស់គ្នាចំណែកផ្នែកសាច់ខ្ញុំប្រើជាម្សៅទ្រូងមាន់និយាយទៅស្រួលខ្លាំងមែនតើយើងមានតែគ្រឿងម្សៅអស់នេះដូចជាម្សៅទ្រូងមាន់ម្សៅថ្លាម្សៅសាល់មុនម្សៅបន្លែអីយកតាមខ្លួនហើយនឹងអង្គតែមកកំប៉ុងទៅដល់ណាក៏បបរឲ្យកូនញ៉ាំបានដែរម្សៅទ្រូងមាន់របស់យើងគឺសម្បូរប្រូតេអ៊ីនសម្បូរជាតិដែកជួយដល់ការលូតលាស់និយាយទៅវាផ្សំចេញពីសាច់ទ្រូងមាន់សុទ្ធ 100% តែម្ដងដូច្នេះហើយវាជួយឲ្យរាងកាយរបស់កូនយើងលូតលាស់បានល្អអញ្ចឹងយើងគ្រាន់តែបន្ថែមម្សៅបន្លែហើយនឹងម្សៅទ្រូងមាន់គឺបានបបរមួយចានយ៉ាងឈ្ងុយឆ្ងាញ់ចំណែកប្រភេទស៊ុតជាទូទៅ6ខែឡើងទៅយើងអាចណែនាំកូនឲ្យញ៉ាំស៊ុតផ្នែកក្រហមសិនហើយបើចង់ឲ្យញ៉ាំស៊ុតផ្នែកសក៏បានដោយសារទាំងក្រហមទាំងសគឺសម្បូរប្រូតេអ៊ីនវីតាមីនដូចគ្នាគ្រាន់តែបងមីទាំងអស់គ្នាចង់ឲ្យកូនញ៉ាំផ្នែកសគឺយើងចាប់ផ្ដើមតិចតួចសិនដោយសារក្មេងភាគច្រើនគឺគាត់អាឡែស៊ីផ្នែកសជាងអាឡែស៊ីផ្នែកក្រហមអញ្ចឹងយើងអាចដាក់តិចតួចបើគាត់អត់មានបញ្ហាទេយើងអាចដាក់ទាំងអស់ដូចខ្ញុំនេះបានស៊ុតក៏ជាអាហារដែលស្ថិតនៅក្នុងក្រុមជួយឲ្យកូនឡើងគីឡូដែរអញ្ចឹងបើចង់ឲ្យកូនឡើងគីឡូពេលធ្វើបបរឲ្យកូនមកមានទាំងអស់គ្នាកុំភ្លេចដាក់ស៊ុតកុំភ្លេចដាក់សាច់ឲ្យសោះពេលខ្លះធ្វើបបរតែបន្លែឲ្យកូននេះឆ្ងល់ថៃបានកូនអត់ឡើងគីឡូអញ្ចឹងកុំភ្លេចស៊ុតកុំភ្លេចសាច់ពួកដលងពួកអង្គពួកអីហ្នឹងគឺសិតតែកូនឡើងគីឡូអីដែលសំខាន់មួយទៀតគឺប្រភេទពួកប្រេងអញ្ចឹងពេលដែលបបរយើងឆ្អិនហើយយើងស្រូបជាប្រេងអូលីវដែលប្រេងអូលីវខ្ញុំប្រើថ្ងៃនេះជាប្រភេទប្រេងអូលីវ Mom and Kid រសជាតិស្រាលអត់ឆួលអត់ចត់អាស៊ីតទាបមែនតែនអត់ប៉ះពាល់ដល់កាពះកូនទេប្រេងអូលីវនេះគឺចម្រាញ់បែបត្រជាក់អញ្ចឹងស័ក្តិសមមែនតែនសម្រាប់អូនតូចហើយលបាយបបរបែបនេះគឺស័ក្តិសមសម្រាប់អូន6ខែឡើងនិយាយទៅឡើងម៉ត់ខៃតែម្ដងជាមួយនឹងម៉ាស៊ីនកិនរបស់យើងហើយសម្រាប់កូនធំខ្ញុំបន្ថែមជាសាច់ផាត់មកមានទាំងអស់គ្នាអាចមើលបានណានិយាយទៅកូនខ្ញុំធំហើយក៏នៅតែញ៉ាំបបរដែរសាច់ផាត់នៅណាកូនអូនសាច់ផាត់នៅណានេះហើយបបរនឹងឆ្ងាញ់ហ៎ឆ្ងាញ់អមត់គាត់តែថាគាត់មិនញ៉ាំគ្រប់ពេលទេគឺគាត់ញ៉ាំដោយពេលដែរតែចង់បញ្ជាក់ថាបបរដែលថតវីដេអូកន្លងមកហ្នឹងគឺអត់ដែរចាក់ចោលទេកូនអ្នកលក់ញ៉ាំទាំងអស់អញ្ចឹងភ្ញៀវដែលគាត់ទិញគឺគាត់ទំនុកចិត្តខ្លាំងមែនតែនដោយសារអីរបស់ដែលយើងលក់ក៏កូនយើងប្រើដែរអញ្ចឹងសម្រាប់ម៉ាមីទាំងអស់គ្នាដែលត្រូវការគ្រឿងទេសផ្សេងប្រឹក្សាអាហារូបត្ថម្ភចង់បានអីវ៉ាន់លក់ដុំលក់រាយអាចតាក់ទងមកកូនដំរីបានអរគុណច្រើន